ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទជាខកសុនមានរឿងសភាមួយទៀតដើម្បីចែកម្លែកបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តើតទៅនឹងបញ្ហាពេលមានតៃពូបាទអញ្ចឹងតើតទៅបញ្ហាពេលមានតៃពូដែរបាទថ្ងៃនេះខ្ញុំមានវិធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីចំណុចប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅដែលភាសាអង់គ្លេសហៅថា Danger Symptom from 6 months pregnant បាទយើងថាស្ត្រីដែលគាត់មានផ្ទៃពោះគាត់តែងតែចង់បានការមានកូនមួយដែលមានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរអញ្ចឹងស្ត្រីគួរតែស្វែងយល់អំពីចំណុចដែលត្រូវប្រយ័ត្ននៅពេលមានផ្ទៃពោះជាពិសេសគឺចាប់ពី6ខែឡើងទៅបាទយើងចង់ដឹងថាតើចំណុចប្រយ័ត្នទាំងអស់ហ្នឹងមានអីខ្លះបាទសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺដើមទី2គឺសញ្ញាប្រុងប្រយ័ត្ននិងទី3គឺចំណុចត្រូវប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅបាទយើងចង់ដឹងថាតើសញ្ញាប្រុងប្រយ័ត្នអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹងហើយនឹងចំណុចដែលត្រូវប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅមានអីខ្លះដែរបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមផ្ទៃពោះ6ខែឬក៏24សប្តាហ៍ឡើងទៅគឺអរម៉ូននៃការមានផ្ទៃពោះធ្វើឲ្យម្ដាយមានបម្រែបម្រួលនៅក្នុងខ្លួនជាច្រើនដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រឈមនឹងជំងឺនានានិងបញ្ហារបស់ទារកផងដែរអញ្ចឹងដោយសារបម្រែបម្រួលអរម៉ូនច្រើននៅពេលមានផ្ទៃពោះជាពិសេសគឺចាប់ពី6ខែឡើងទៅស្ត្រីអាចប្រឈមនឹងបញ្ហាជំងឺជាច្រើនដែលកើតមានបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងសញ្ញាប្រុងប្រយ័ត្នតើសញ្ញាប្រុងប្រយ័ត្នអីខ្លះដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹងបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសញ្ញាប្រុងប្រយ័ត្នទី1គឺស្ត្រីតកតងនឹងគ្រុនក្តៅបាទគ្រុនក្តៅលើសពី38.5អង្សាសេលើសពី24ម៉ោងបាទនេះគឺជាសញ្ញាមួយដែលត្រូវប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាស្ត្រីមានផ្ទៃពោះហ្នឹងយមើលតទៀតតកតងសញ្ញាប្រុងប្រយ័ត្នទី2ចំពោះស្ត្រីមានផ្ទៃពោះគឺស្ត្រីមានផ្ទៃពោះហ្នឹងគាត់ឈឺក្បាលស្វាងភ្នែកបាទអាហ្នឹងវាអាចជាសញ្ញាឡើងសម្ពាធឈាមឬក៏តកតងជំងឺបំរុងកន្លះភ្លើងផងដែរឬក៏អាចតកតងនឹងការបម្រែបម្រួលជាស្ករហើយមើលតទៀតតកតងនឹងសញ្ញាប្រុងប្រយ័ត្នទី3ចំពោះស្ត្រីមានផ្ទៃពោះបាទគឺតកតងនឹងហើមមុខនិងដៃជើងអញ្ចឹងយើងត្រូវសង្កេតខ្លួនយើងដែរបើសិនជាមានការហើមមុខឬក៏ដៃជើងអានឹងគឺជាសញ្ញាដែលប្រុងប្រយ័ត្នផងដែរតកតងបញ្ហាមានផ្ទៃពោះជាពិសេសគឺតកតងជំងឺបំរុងកន្លះភ្លើងហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងសញ្ញាប្រុងប្រយ័ត្នទី4នៅពេលមានផ្ទៃពោះហ្នឹងគឺញ័រដើមទ្រូងឆាប់អស់កម្លាំងថប់ដង្ហើមបាទអញ្ចឹងវាអាចជាសញ្ញាតកតងនឹងផ្លូវដង្ហើមឬក៏តកតងនឹងជំងឺផ្សេងណាមួយក្នុងពេលមានផ្ទៃពោះបាទនឹងគឺជាសញ្ញាប្រុងប្រយ័ត្នផងដែរដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹងបាទបន្តទៀតតកតងនឹងសញ្ញាប្រុងប្រយ័ត្នទី5ក្នុងពេលមានផ្ទៃពោះគឺស្ត្រីឈឺនៅក្នុងពោះជាប់បាទអញ្ចឹងបញ្ហាឈឺក្នុងពោះជាប់គឺជាបញ្ហាខុសធម្មតាហើយស្ត្រីគឺដឹងថានឹងគឺជាសញ្ញាមួយដែលប្រុងប្រយ័ត្នផងដែរបាទវាអាចតកតងជំងឺវះកាត់ឬក៏បញ្ហាតកតងកូនយើងមើលតទៀតតកតងសញ្ញាប្រុងប្រយ័ត្នទី6ក្នុងពេលផ្ទៃពោះហ្នឹងគឺស្ត្រីតកតងធ្លាក់ឈាមឬក៏ធ្លាក់ទឹករំអិលសតាមទ្វេមាសបាទហ្នឹងក៏ជាសញ្ញាមួយដែរត្រូវប្រុងប្រយ័ត្នតកតងនឹងពេលមានផ្ទៃពោះបាទបន្តទៀតតកតងសញ្ញាប្រុងប្រយ័ត្ននៅពេលមានផ្ទៃពោះទី7គឺតកតងនឹងថយចុះចលនាបម្រាស់របស់ទារកបាទអញ្ចឹងការថយចុះចលនាបម្រាស់របស់ទារកហ្នឹងវាអាចមានការថយចុះនៅទឹកភ្លោះប្រមាណទឹកភ្លោះឬក៏មានបញ្ហាផ្សេងទៀតដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹងបាទអញ្ចឹងយើងមើលបន្តទៀតតកតងនឹងចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅតើចំណុចប្រុងប្រយ័ត្នអ្វីខ្លះដែលស្ត្រីផ្ទៃពោះ6ខែឡើងទៅត្រូវដឹងបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅទី1គឺអាចតកតងនឹងជំងឺបំរុងកន្លះភ្លើងបាទអញ្ចឹងជំងឺបំរុងកន្លះភ្លើងគឺស្ត្រីមានការហើមដៃហើមជើងសម្ពាធឈាមឡើងហើយនឹងមានប្រូតេអ៊ីននៅក្នុងទឹកនោមផងដែរបាទមើលតទៀតតកតងនឹងចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅទី2គឺតកតងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះបាទអញ្ចឹងបញ្ហាទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះវាអាចផ្ដល់ផលបាក់តកតងនឹងម្ដាយហើយកូននឹងផងដែរបាទបន្តទៀតតកតងចំណុចប្រុងប្រយ័ត្ននៅពេលមានផ្ទៃពោះ6ខែឡើងទៅទី3គឺកូនស្លាប់ក្នុងពោះអញ្ចឹងស្ត្រីត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលចលនាកម្រើកឬក៏បម្រះរបស់កូននឹងមានការថយចុះអានឹងវាអាចជាសញ្ញាមួយមិនល្អនាំទៅដល់កូនស្លាប់ក្នុងពោះផងដែរបាទបន្តទៀតតកតងនឹងជំងឺចំណុចប្រុងប្រយ័ត្ន
ផ្ទៃពោះមួយខែឡើងទៅទី4គឺជំងឺរបើកសុកមុនកំណត់បាទអញ្ចឹងជំងឺរបើកសុកមុនកំណត់អាហ្នឹងក៏វាអាចកើតមានដែរនៅពេលដែលផ្ទៃពោះ6ខែឡើងទៅឬក៏អាចពាក់ព័ន្ធនឹងជំងឺសុកពាំងមកស្បូនក៏អាចកើតមានដែរក្នុងពេលហ្នឹងបាទបន្តទៀតតកតងនឹងចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅទី5គឺស្ត្រីមានជំងឺស្រីស្លាំងបាទអញ្ចឹងចាប់ពី6ខែឡើងទៅគឺតម្រូវការឈាមវាអាចច្រើនបាទត្រូវដល់កូនហ្នឹងបាទអញ្ចឹងវាឃើញថាស្ត្រីត្រូវការជាតិដែកឬក៏វីតាមីនផ្សេងៗច្រើនបាទបើសិនជាគាត់ខ្វះបាទអាចនឹងមានបញ្ហាជំងឺស្លេកស្លាំងកើតឡើងក្នុងពេលមន្ទីរពោះហ្នឹងកើតចាប់ពី6ខែឡើងទៅបាទយើងតទៀតតទៅនឹងចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅទី6គឺស្ត្រីអាចមានជំងឺឆ្លងផ្លូវដង្ហើមបាទតទៅនឹងលាកសួតឬក៏លាកទងសួតជំងឺបង្ហូរនោមបាទវាអាចលាកប្លង់នោមឬក៏អាចលាកតម្រងនោមនិងជំងឺផ្លូវរំលាយអាហារតទៅនឹងការលាកខ្នែងពោះវៀនឬក៏មានបញ្ហាពោះវៀនផ្សេងៗទៀតផងដែរបាទយើងមើលតទៀតតទៅចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅទី7គឺតទៅនឹងឈឺពោះសម្រាលមិនទាន់គ្រប់ខែចឹងការកើតមាននៃការឈឺពោះសម្រាប់បន្ទាប់គ្រប់ខែក៏អាចកើតមានដែរចាប់ពី6ខែឡើងទៅហ្នឹងបាទយើងតទៀតតទៅនឹងចំណុចប្រុងប្រយ័ត្នផ្ទៃពោះ6ខែឡើងទៅទី8គឺអាចតទៅបញ្ហានិងជំងឺផ្សេងទៀតបាទដូចជាជំងឺសក់ពាំមាត់ស្បូនឬក៏បញ្ហាមាត់ស្បូនផ្សេងអាចកើតមានផងដែរក្នុងពេលមានផ្ទៃពោះចាប់ពី6ខែឡើងទៅអញ្ចឹងបើសិនជាស្ត្រីមានផ្ទៃពោះចង់តាមដានផ្ទៃពោះជាមួយយើងខ្ញុំបាទយើងមានការតាមដានផ្ទៃពោះក៏ដូចជាអេកូផ្ទៃពោះផងដែរបាទនឹងការផលិតផ្ទៃពោះហ្នឹងបាទអាចទំនាក់ទំនងយើងខ្ញុំតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram 3ខ្សែគឺ088 3132 225 092 59 3350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំមកឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens បាទដូចអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លោងទ្វារវត្តសន្សំកសលបត់តាមរបងវត្តខាងស្ដាំដៃចុះតាមផ្លូវ16បេតេត្រង់ចុងផ្លូវគឺដោយតាមខ្ញុំឯងឬក៏មិនចឹងទេអាចចុះតាមផ្លូវតាផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺប្រាសាទរីរី Women Clinic អាចធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងការថែទាំផ្ទៃពោះជំងឺក្នុងពេលមន្ទីរពោះរបបអាហារក្នុងពេលមន្ទីរពោះក៏ដូចជាបញ្ហាផ្សេងៗនៅក្នុងពេលមន្ទីរពោះនឹងនិងបញ្ហារបស់ទារកនិងការថែទាំទារកក៏ដូចជាការចាក់វ៉ាក់សាំងលើស្ត្រីមន្ទីរពោះនិងការចាក់វ៉ាក់សាំងលើកុមារបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យប្រាសាទរីរាយបាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ